អាជ្ញាធរក្រុងសេអ៊ូលមានការបារម្ភអំពីបាតុកម្មហិង្សាចលាចលស្របពេលដែលតុលាការធម្មនុញ្ញនឹងប្រកាសសាលក្រមក្នុងសំណុំរឿងលោកប្រធានាធិបតីយួនសុកយ៉ូលលោកប៉ាក់យុនសូអគ្គស្នងការបណ្ដោះអាសន្ននៃនគរបាលក្រុងសេអ៊ូលបានធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃច័ន្ទទី10មិនិនាប្រកាសអំពីការហាមឃាត់នៅការជួបជុំទាំងឡាយនៅតំបន់ក្បែរតុលាការធម្មនុញ្ញកូរ៉េខាងត្បូងសមត្ថកិច្ចនគរបាលនឹងដាក់ពង្រាយកម្លាំងដាក់រនាំងការពារនៅបរិវេណ100ម៉ែត្រជុំវិញតុលាការធម្មនុញ្ញលោកអះអាងថាវិធានការនេះគឺដើម្បីបង្ការកុំឲ្យមានបាតុកម្មហិង្សាប្រទោសរាយគ្នានៅក្នុងនិងជុំវិញតុលាការធម្មនុញ្ញនិងគឺដើម្បីការពារសន្តិសុខចៅក្រមផងដែរស្របពេលដែលតុលាការធម្មនុញ្ញនឹងប្រកាសសាលក្រមក្នុងសំណុំរឿងលោកប្រធានាធិបតីយួនសុកយ៉ូលដើម្បីទប់ស្កាត់ភាពហិង្សាចលាចលនៅថ្ងៃប្រកាសសាលក្រមនគរបាលក្រុងសេអ៊ូលបានវឹកហាត់ត្រៀមយុទ្ធសាស្ត្រនិងដោយត្រៀមប្រាអ៊ុស្ម័នបង្ហូរទឹកភ្នែកនិងដំបងឆក់ជាដើមលោកប៉ាក់យុនសូអះអាងទៀតថាកងកម្លាំងអន្តរាគមន៍ពិសេសអាចនឹងចេញធ្វើប្រតិបត្តិការក្នុងករណីដែលមានប្រកាសអាសន្នស្ដីពីគ្រាប់បែកសូមបញ្ជាក់ថាតុលាការធម្មនុញ្ញកូរ៉េខាងត្បូងនឹងត្រូវសម្រេចសេចក្តីក្នុងរវាងប៉ុន្មានថ្ងៃខាងមុខនេះស្ដីអំពីលោកប្រធានាធិបតីយួនសុកយ៉ូលដែលជាប់បទចោទព្រហ្មទណ្ឌថាបានធ្វើសកម្មភាពបះបោរនិងបានប្រើច្បាប់អាជ្ញាសិទ្ធិដោយបំពានកាលពីយប់ថ្ងៃទី3ឈានចូលថ្ងៃទី4ធ្នូឆ្នាំទៅមិញបញ្ហានេះបានធ្វើឲ្យកូរ៉េខាងត្បូងផុងធ្លាក់នៅក្នុងវិបត្តិនយោបាយប្រជាជនធ្វើបាតកម្មប្រឆាំងចែកគ្នាជាពីរក្រុមក្រុមគាំទ្រនិងក្រុមប្រឆាំងលោកយួនសុកយ៉ូលលោកយួនសុកយ៉ូលត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងដាក់ឃុំបណ្ដោះអាសន្នកាលពីដើមខែមករាគួររំលឹកថាបាតុកម្មហិង្សាធ្លាប់បានផ្ទុះកក្រើកឡើងម្ដងហើយដោយបាតកោគាំទ្រលោកយួនសុកយ៉ូលបានវាយគំទេចបង្អួចនឹងទ្វារតុលាការមួយនៅកូរ៉េខាងត្បូងបន្ទាប់ពីតុលាការនោះបានសម្រេចពន្យាការឃុំខ្លួនបណ្ដោះអាសន្នលោកយួនសុកយ៉ូលតែកាលពីថ្ងៃសៅរ៍ទី8មិនិនារដ្ឋអាជ្ញាកូរ៉េខាងត្បូងបានសម្រេចយល់ព្រមទទួលការដោះលែងលោកយួនសុកយ៉ូលឲ្យនៅក្រៅឃុំវិញទៅតាមការសម្រេចចិត្តរបស់តុលាការដែលបានលើកឡើងពីហេតុផលបញ្ហានីតិវិធីក្រុមមេធាវីការពារក្តីលោកយួនសុកយ៉ូលបានអះអាងថាការសម្រេចដោះលែងលោកឲ្យមានសេរីភាពវិញគឺវាសបញ្ជាក់អំពីការគោរពនីតិរដ្ឋតែយ៉ាងណាគណៈបកប្រជាធិបតេយ្យដែលជាបកប្រឆាំងបានរិះគន់ការសម្រេចចិត្តនេះដោយលើកឡើងថាទង្វើរបស់លោកយួនសុកយ៉ូលគឺខុសធ្ងន់ធ្ងរខ្លាំងណាស់ហើយដំណោះស្រាយតែមួយគត់នាពេលនេះគឺត្រូវតែទម្លាក់លោកចេញពីតំណែងដោយឡែកលោករដ្ឋអាជ្ញាកូរ៉េខាងត្បូងបានអះអាងប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃច័ន្ទនេះថាថ្វីបើលោកអัยការព្រមទទួលយកការដោះលែងលោកយួនសុកយ៉ូលមែនតែអัยការនៅតែបន្តនីតិវិធីចោទប្រកាន់លោកយួនសុកយ៉ូលនៅតុលាការធម្មនុញ្ញស្ដីពីបទល្មើសបះបោរនិងបំពានប្រើច្បាប់អាជ្ញាសិទ្ធិហើយដែលលោកអាចនឹងធ្លាក់ពីមុខតំណែងប្រសិនបើចៅក្រមអាចសម្រេចសេចក្តីថាលោកពិតជាបានធ្វើខុសពិតមែន